គេតាឥឡូវយើងចូលដល់រៀលម៉ាឌ្រីតយប់មិញក្រោយពីការបោះឆ្នោតសម្លេង123លើ40បានន័យថាបែកភាពប្រគួតប្រជែងមានលោក Real Gaming និងលោក Florentino Perez គាត់វាដាច់លោក Real Gaming ដែលជាបែកភាពប្រគួតប្រជែងប្រធានក្លឹប Real Madrid ដោយយប់មិញសម្លេងគ្រប់ត្រូលលើសលប់មានដល់ទៅ85សម្លេងអញ្ចឹងបានន័យថាសរុបសេចក្តីមកបែកភាពអនាគតប្រធានក្លឹបថ្មី Real Madrid ចាប់ពីពេលនេះតទៅគឺ Florentino Perez ហើយ Perez ក៏បាននិយាយជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប Real Madrid គាត់នឹងកែតម្រង់ក្លឹប Real Madrid ហើយគាត់នឹងដាក់គោលដៅដាច់ខាតគឺទិញកីឡាករចូលឲ្យខាងតែបានដោយពូធ្លាប់និយាយពីវីដេអូម្សិលមិញអញ្ចឹងអញ្ញាកីឡាករកម្រិតដែល Madrid ទិញចូលលើកនេះគឺកម្រិត Champions League ឬក៏កម្រិត Galacticos នឹងឲ្យដែល Madrid ត្រូវតែទិញក៏ប៉ុន្តែវាហាក់ដូចជារឿងនិទានដែលយើងកំពុងតែសម័យថាតើ Madrid ចាប់អារម្មណ៍ឬក៏តាក់ទងកីឡាកររូបណាព្រោះនៅក្នុងនោះមាន Vitinha មាន Olise មាន Haaland ប៉ុន្តែនៅក្នុងចំណោមបែកភាពអានេះគាត់អ្វីដែលពូគិតទេណាអ្វីដែលពូគិតដែលពូអាចនឹងជឿថាពូដែលយល់សពពូដែលយល់សពម្សិលមិញថ្ងៃនេះពូដែលយល់សពពូយល់សពថា Madrid ទិញ Michael Olise បានអានេះពូយល់សពតែវាកើតឡើងមិនកើតឡើងអាហ្នឹងវាមិនដឹងទេតែគាត់អ្វីដែលពូយល់សពថា Olise យល់ព្រមមកចូលរួមជាមួយ Madrid តិចមែនទៅតិចចាប់ World Cup នឹង Olise មកមែនអូលឺលេងហើយណាមួយប្រធានបទនោះគឺក្តៅដែលគេកំពុងតាមដានពាក់ព័ន្ធនឹង Real Madrid ថាតើកីឡាកររូបណាដែល Madrid តាក់ទងកម្រិត Champions League ពូដោយពូនិយាយចឹងថាមានតែ2ក្លឹបទេមានតែក្លឹប Paris និងក្លឹប Bayern នេះដែល Madrid ទិញយកហើយកម្រិតប្រហាក់ប្រហែលនឹងតម្លៃខ្លួននោះគឺប្រហាក់ប្រហែលនឹង Ronaldo Kaká និង Cristiano Ronaldo នឹងកន្លែងនឹងហើយដែលធ្វើឲ្យអ្នកគ្រប់គ្រងបាល់ទាត់កំពុងចាប់អារម្មណ៍ហើយដាក់ការសង្ស័យថា Haaland Vitinha ឬក៏ Michael Olise តែពូគិតថា position ដែល Madrid ត្រូវតែទិញយកមកបំពេញហ្នឹងគឺអាហារស្ដាំនេះ Michael Olise តែគាត់ឥឡូវនេះវាមិនទាន់មានអីជារូបរាងដោយសារទៅបោះឆ្នោតហើយយប់មិញការបោះឆ្នោតជ្រើសរើសប្រធានក្លឹបថ្មីទៅនឹងចប់យប់មិញពូតាមដានអូយតម្រាំតែ official ជាប់ Perez តែ Perez គាត់និយាយហើយគាត់ថាចាំមើលក្នុងខែហ្នឹងខ្ញុំសរសើរពូណាស់ពូមានប៉ុណ្ណឹងហើយពូចូលចិត្តដាក់ខ្លួនណាមិនដូចអ្នកខ្លះមានហើយក្អេងកាងខ្ញុំមិនដែលឃើញពូមានសម្ភារៈនិយមហើយមិនដែលសម្ញែងដូចអ្នកមានខ្លះទេចូលចិត្តដាក់ខ្លួនធម្មតាតចរិតវាខុសគ្នាអ្នកខ្លះគេមានតែគេសុចិត្តព្យាសុចិត្តអួតសម្ញែងពូមិនតែមានស្អីទេគាត់តែសាមញ្ញមានរបស់ប្រើប្រាស់មានអីវាដូចគេដូចឯងមកសំរុំចឹងយើងធ្វើតាមជីវភាពសាមញ្ញចឹងទៅហើយណាមួយពូកើតចេញពីអ្នកអត់អ្នកអីផងអ្នកខ្វះអ្នកខាតចឹងពូធ្វើតាមលទ្ធភាពដែលពូមានសប្បាយចិត្តនៅអ្វីដែលយើងមានក៏មកពេលដែលអត់អីឯងមានថាមានអត់ថាអត់អញសុំនំពោឲ្យឈប់ fake បានអត់ដល់ពេលធៀបពិតឲ្យលួយក្នុងខ្មាស់គេ